សូមចម្រើនពរថ្ងៃនេះគឺថ្ងៃអង្គារ14រោចរនោចខែអាសត់ឆ្នាំអាសាញ់សព្វស័កពុទ្ធសករាជ2569ត្រូវនៅថ្ងៃទី21ខែតុលាឆ្នាំ2025ថ្ងៃនេះគឺជាថ្ងៃសិលថ្ងៃកដៃខែអាសត់ហើយក៏ជាថ្ងៃដែលជាងបានរៀបចំជួសជុលដូចជាកែលម្អមានជាងច្រើនផ្នែកដើម្បីបញ្ញាប់រៀបចំធ្វើបុណ្យកឋិនទាននេះពេលថ្ងៃខាងមុខនេះនៅថ្ងៃ13កើត14កើតខែកដិកត្រូវនៅថ្ងៃទី3ទី4ខែវិច្ឆិកាឆ្នាំ2025ហើយក៏បានរៀបចំសាលាចាស់ផ្លាស់ទៅជាថ្មីក្រាលការ៉ូក៏ដូចជាដាក់ជើងទៀនលាបថ្នាំកែលម្អពណ៌ក៏ដូចជាដាក់ពិដានកន្លែងព្រះពុទ្ធបដិមានិងដេពិដានក្រណាត់ក៏ដើម្បីដាក់ចប់ពីខាងលើហើយនឹងមានការលាបក្បឿងដែលមានការស្លែកាន់ហើយក៏លាបឲ្យបានមានសុខភាពប្រសើរជាងមុនបន្តិចនឹងឲ្យថ្មី 100% គឺមិនអាចទេដោយសារតែក្បឿងនេះចាស់យូរឆ្នាំហើយចឹងទៅគឺមានស្លែមានអីរួចទៅក៏បាញ់លាងមិនតាន់ស្រាស់ល្អហើយក៏បានប្រើថ្នាំលាបដើម្បីនឹងបាញ់តែថ្នាំក្បឿងណាក៏ចឹងទៅនេះគឺជាទិដ្ឋភាពខាងក្រៅដែលថ្មីលេងទឹកនៅស្ពានថ្មីដែលអាត្មាបានកសាងដែរដើម្បីបង្ហូរទឹកចូលកាន់ប្រឡាយនេះគឺដើម្បីចែកចាយដល់ស្រែប្រជាកសិករពុទ្ធបរិស័ទយើងដែលបានធ្វើស្រែពនុបែបនេះនេះគឺទិដ្ឋភាពពីចម្ងាយជាងកំពុងតែចាប់ផ្ដើមបាញ់ថ្នាំហើយហ្នឹងហើយចាប់ផ្ដើមបាញ់ហើយក៏ហើយនឹងទេក៏សូមឲ្យញាតិញោមទាំងអស់ប្រុសស្រីដែលជាសប្បុរសប្រុសស្រីទាំងឡាយដែលមានសទ្ធាជ្រះថ្លាតែងតែបានចូលរួមជាប់និស្ស័យជាបច្ច័យទូបីតិចក្តីច្រើនក្តីតាមកម្លាំងសទ្ធាហើយក្នុងនោះផងដែរក៏មានញាតិញោមនៅក្រៅប្រទេសដែលជាដែលមានចិត្តបុណ្យបានជាបច្ច័យចូលរួមចំណាយជួសជុលកសាងសាលាចាស់ផ្លាស់ជាថ្មីចឹងហើយក៏សូមឲ្យញាតិញោមទាំងឡាយបានជ្រះថ្លានិងអនុមោទនាហើយនេះគឺទិដ្ឋភាពទាំងស្រុងក្នុងការរៀបចំមានជាងដែកមានជាងបេតុងមានជាងបាញ់ថ្នាំមានជាងលើងនឹងមានជាងលាបថ្នាំដាក់ពិដានឲ្យជាងច្រើនព្រោះច្រើនផ្នែកដើម្បីបានរៀបចំឲ្យឆាប់ហើយមុនដើម្បីបានរូបកម្មវិធីបុណ្យកឋិនទាននៅថ្ងៃ13កើត14កើតខែកដិកពុទ្ធសករាជ2569ត្រូវនៅថ្ងៃទី3ទី4ខែវិច្ឆិកាឆ្នាំ2025ខាងមុខនេះក៏ចឹងសូមឲ្យញាតិញោមទាំងអស់បានជ្រះថ្លាអនុមោទនានៅទិដ្ឋភាពទាំងស្រុងដូចតទៅឥឡូវឃើញថាបានប្រហែលជា 90% ហើយញាតិញោមណាក៏ 90% ហើយហ្នឹងអញ្ចឹងគឺឃើញថាចិត្តរួចរាល់ជាស្ថាពរហើយនឹងចាប់ផ្ដើមបោសសម្អាតជូតណាហើយក៏អញ្ចឹងសូមឲ្យញាតិញោមទាំងឡាយបានជ្រាបថ្លាអនុមោទនា